ជំរាបសួរអ្នកទាំងអស់គ្នានេះដៃយើងនឹងមកបង្ហាញពីការ configure email នេះគឺយើងចូលទៅ dashboard របស់យើងទៅហើយយើងទៅ hosting នេះយើងចូលទៅ go to panel ពី panel ចាំទៅហើយយើង scroll ចុះមកទៅកន្លែងនេះ email account យើងចុចលើហ្នឹងទៅហើយយើងបង្កើតយើងចូលកន្លែង create ហ្នឹងហើយយើងដាក់ email របស់យើងហើយយើងដាក់ employeeមកទៀត password យើងដាក់ password អីក៏បានដែរនិយាយទៅក្នុងហ្នឹងតែពេលយើងដាក់ហើយយើងអាចធ្វើបានដែរយើងអាចទុកពីនេះមកដាក់យ៉ាងហ្មងទៅតាមចិត្តទេអាហ្នឹងហើយ password នេះយើងដាក់តាមលក្ខខណ្ឌវាទៅហើយយើង create ពី create ហើយយើងបានឃើញថាវាបាន create ហើយនេះគឺជា3 4 account ដែលការដើម្បីធ្វើឧទាហរណ៍សម្រាប់ទៀតយើងប្រកាសបើក Outlook មួយមកហើយយើង add account ចូល add account ចូលemail ហ្នឹងមកសម្រាប់ទៀតយើងរើស IMP នេះដោយសារតែយើងមើលយើងពិតយើងរើពីមួយហ្នឹងមួយណាក៏បានដែរដោយសារនេះវា iPod នេះយើងរើនេះមកសម្រាប់ទៀតយើងវាយ password វាមកទៀតយើង connect វាទៅដល់យើងអាចឃើញចូលវាចូលមកឥឡូវយើងសាកតែវាទៀតមកយើងទៅ inbox មក email តែsend ទៅខ្លួនឯងមើលនេះផងកន្លែង connection មួយទៀតនៅពេលដែលឃើញពាក្យនេះកន្លែង offline អ្នកនរគ្នាអាចទៅកន្លែង send receive ហើយចុចកន្លែងនេះទៅដើម្បីឲ្យវា internet ដើរបើឃើញ connect ហើយត្រូវហើយឥឡូវនេះអ្នកនរគ្នាអាចឃើញ message load ចេញមកយើងហើយឥឡូវយើងចេះទៅ email ផ្សេងម្ដងយើង email ហើយតាមទៀត email ឥឡូវយើងបើក email account យើងមួយមកបាទយើងចាំផ្លែទៅតនទៀតទៅបើយើងចូលមើល email ទៅបើយើងទៅវិសាមួយហ្នឹងបើយើងអត់ឃើញទេមានថាវាចូលទៅកន្លែង spam នេះ employee email នេះហើយយើងដាក់នេះទៅដើម្បីវា load ចេញមកក្រៅអញ្ចឹងយើងអាច reply ទៅបាន send email ធម្មតាទេហ្នឹងយើងបើកមើល inbox របស់យើងមកឃើញគេតម្រុបគេ reply មកវិញអ្នកអាចតេស្តបានផ្សេងៗទៀតពីផ្សេងៗទាំងអស់ក៏បានតែថាឲ្យដល់យើង send email ទៅគេហៅaccount
តែដឹងថាយើងបានចូលអត់យកកុំមកទៀតយើងចាំយើងផ្លែទៅនេះទី3នេះណាទីតាតែមើល4នេះណាចំណាំនេះតែអស់គ្នាឃើញតែអ៊ីមែលមិនសិនមកហើយឡើយយើងយើងផ្សាយមកទៅចាំយើងមើលក្នុង loading now នៅក្នុង inbox loading now នេះបាក់មើលទៅនៅក្នុង inbox ឃើញសិនណាមិន reply មកវិញ